ដំណាំថ្មី4ប្រភេទនេះនឹងធ្វើឲ្យប្រទេសកម្ពុជាយើងល្បីហើយរកចំណូលដល់កម្ពុជារាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំបាទទាំងអស់គ្នាកសិកម្មគឺជាផ្លូវមួយដែលយើងអាចរកចំណូលបានច្រើនណាស់ហើយឥឡូវហ្នឹងគឺដំណាំធំខ្ញុំចុះខេត្តច្រើនបាទជាមួយ Business Cambodia ផលិតវីដេអូម្ដងឃើញចការធំគឺកាន់តែច្រើនដំណាំចាស់នៅស្រុកខ្មែរយើងបានមានដំណាំចាស់ដែលកំពុងតែរកចំណូលបានច្រើនហើយជួយធ្វើឲ្យខ្មែរយើងល្បីបាទនៅក្នុងហ្នឹងដូចជាមានស្រូវក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI មុនដំបូងគេបង្អស់នៅប្រទេសកម្ពុជាហើយបងប្អូនចង់ទិញដ្រូនសម្រាប់ចម្ការឬក៏ធ្វើកសិកម្មផ្សេងទាំងអស់នេះអាចតាក់ទងជាមួយនឹង PLC បានតាម Telegram 081 40 00 06អូយើងផលិតច្រើនយើងនាំចេញទៅច្រើនយើងមានកស៊ូក៏យើងដាំដុះច្រើនល្បីទៅដល់ស្រុកក្រៅគេមកផលិតសូមដៃចេញពីកស៊ូរបស់ខ្មែរយើងដលងមីក៏យើងច្រើនហើយចុងក្រោយគឺស្វាយចន្ទីយើងគឺកាន់តែល្បីគេចូលចិត្តស្វាយចន្ទីធំរបស់ខ្មែរយើងមិនសូវប្រើជីគីមីច្រើននោះហើយដែលធ្វើឲ្យខ្មែរយើងល្បីនៅដំណាំច្រើនមែនទែនហើយសរុបទៅរាប់ពាន់លានដុល្លារដំណាំចាស់ដែលខ្ញុំលើកឡើងខាងលើហ្នឹងនៅពេលនេះខ្ញុំមើលឃើញដំណាំថ្មីមួយចំនួនក៏មិនចាញ់ដំណាំចាស់ប្រហែលដែរអាចនឹងខ្លាំងជាងផងក៏ថាបានដែរដោយសារយើងពីមុនយើងមិនសូវជាដាំច្រើនណាដំណាំថ្មីនេះមិនមែនថាមិនដែលដាំសោះទេអត់ទេគឺដាំច្រើនដាំយូរហើយប៉ុន្តែវាមិនច្រើនអញ្ចឹងដំណាំថ្មីទី1ដែលខ្ញុំគិតថាជារួមនឹងធ្វើឲ្យកម្ពុជាយើងល្បីខ្លាំងទី1គឺកាកាវនេះគឺជាដំណាំថ្មីយើងដាំយូរហើយដែរប៉ុន្តែវាមិនទាន់ល្បីហើយទាំងអស់គ្នានៅម៉ាឡេជាប់លេខ3នៅម៉ាឡេស៊ីកាកាវជាប់លេខ3ជាដំណាំឧស្សាហកម្មដែលគេដាំបានចំណូលច្រើនចូលប្រទេសម៉ាឡេអញ្ចឹងនៅម៉ាឡេគឺប្រេងដូងលេខ1កស៊ូលេខ2ប៉ុន្តែកាកាវលេខ3បានហើយនៅយើងដីយើងល្អយើងដាំកាកាវបានណាប៉ុន្តែអ្នកដាំនៅតិចយើងកែច្នៃនៅតិចអញ្ចឹងនេះគឺជាឱកាសមួយដែលបងប្អូនគួរកលេចមើលពីដំណាំថ្មីមួយនេះនាំគ្នាសិក្សារឿងបច្ចេកទេសឲ្យបានច្រើនដើម្បីយើងធ្វើឲ្យដំណាំមួយនេះអាចមានឱកាសធ្វើឲ្យស្រុកខ្មែរយើងល្បីទៅតាមនឹងទី2កាហ្វេឥឡូវហ្នឹងអ្នកញៀនកាហ្វេច្រើនអ្នកមែនទេរួមទាំងអស់គ្នាកំពុងមើលវីដេអូនេះពីណាគេខ្លះផឹកកាហ្វេរាល់ថ្ងៃជួយតម្លាក់ចូលក្នុងខ្ទង់ comment មួយមើលកាហ្វេដែលអ្នកទាំងអស់គ្នាកំពុងតែញ៉ាំនោះគឺជាកាហ្វេនាំចូលយើងមានដីដែលយើងអាចដាំកាហ្វេបានណានៅមណ្ឌលគិរីខ្ញុំភ្ញាក់ផ្អើលមែនទែនមកថាយើងដាំអារ៉ាប៊ីកាបានតោះនេះមើលផ្លែឡើងបាក់មេឃ Pida Coffee Farm ខ្ញុំបានចុះទៅជួបមួយគាត់ផ្ទាល់ជាសហគមន៍ខ្មែរយើងមួយរូបដែលកំពុងតែលើកមុខមាត់កាហ្វេរបស់ខ្មែរយើងជាពិសេសគឺកាហ្វេមណ្ឌលគិរីផ្ទាល់តែម្ដងគាត់រៀបចំរហូតដល់ Tour Farm តោះនេះទៅមើលចការមណ្ឌលគិរីទាំងអស់គ្នាថាកាហ្វេខ្មែរយើងអស្ចារ្យមែនទែនបាទហើយគាត់រៀបចំកន្លែងដែលទាំងអស់គ្នាញ៉ាំកាហ្វេរបស់គាត់ផ្ទាល់នៅនោះផ្ទាល់តែម្ដងមានរបស់ញ៉ាំមានអាហារញ៉ាំឆ្ងាញ់បាទនៅ Pida Coffee Farm គាត់ធ្វើកន្លែង stay ទៀតមានកន្លែងស្នាក់នៅទៀតហាងកាហ្វេរបស់ខ្មែរយើងមានកន្លែងស្នាក់នៅទៀតលយទាំងអស់គ្នាមើលបាទលយប៉ុន្តែយើងនៅគត់គង់តម្រូវការក្នុងស្រុកយើងអត់ទាន់បានច្រើនទេដោយសារយើងដាំតិចហើយវៀតណាម2025នេះវៀតណាមដាំកាហ្វេនាំចេញ$10,000 លានហើយសួរថាគាត់ដាំនៅណាអត់ទេនៅក្បែរហ្នឹងបាទខេត្តរបស់គាត់ជាប់មណ្ឌលគិរីតោះនេះឃើញហ៎ខេត្តជាប់មួយមណ្ឌលគិរីមួយរតនគិរីអីហ្នឹងគេដាំកាហ្វេច្រើនណាស់នេះហើយជាអនាគតសម្រាប់ស្រុកខ្មែរយើងឥឡូវយើងដាំបានយើងចេះទាំងបច្ចេកទេសយើងចេះបាទហើយមានសមាគមកាហ្វេទាំងអស់គ្នាអាចតាក់ទងជាមួយនឹង Pida Coffee Farm ទៅដើម្បីធ្វើបែបណារុញដំណាំមួយនេះធ្វើជាមុខមាត់សម្រាប់ស្រុកខ្មែរយើងឲ្យបានហើយយើងរកចំណូលពីវាឲ្យបានច្រើនហ្នឹងទី2ដំណាំទី3ដែលនឹងធ្វើឲ្យកម្ពុជាល្បីហើយយើងអាចរកចំណូលបានច្រើនគឺដូងក្អូបនេះជាប់លេខ4នៅម៉ាឡេជាដំណាំធំមួយផងដែរហើយធ្វើឲ្យម៉ាឡេtop 10ជាប់ក្នុងចំណោមអ្នកដាំដូងក្អូបច្រើនជាងគេបំផុតលើโลกអញ្ចឹងណាទាំង10អញ្ចឹងទេដូងក្អូបខ្ញុំបានជួបមួយនឹងអ្នកដែលគាត់ជាជំនាញខាងដូងក្អូបនេះយូរហើយគាត់កំពុងតែជួយបងប្អូនដែលជាម្ចាស់ចការធំនៅក្នុងការដាំដូងក្អូបផងដែរបាទគឺឆៃនៅក្នុងហ្នឹងគាត់ថាតាមតែគាត់ជាអ្នកចុះដាំផងហើយឃើញគេដាំផងហ្នឹងមិនក្រោម3000 ហិកតាកំពុងតែមានដូងក្អូបហើយគាត់កំពុងតែដាំអត់ឈប់ឈរទេអ
ចឹងចង់មិនចង់ដូងក្អូបរបស់ខ្មែរយើងនឹងคล้ายទៅជាមុខមាត់មួយទៀតសម្រាប់ស្រុកខ្មែរយើងខ្លាំងប៉ុន្តែសូមតអស់គ្នានាំនេះកែច្នៃដូងក្អូបញ៉ាំស្រស់ដូងក្អូបយកមកដាក់ហាងកាហ្វេបាទហាងកាហ្វេឥឡូវគេមានកាហ្វេដូងក្អូបមានកាហ្វេដូងហ្នឹងគឺពេញនិយមច្រើនអញ្ចឹងត្រូវការដូងក្អូបខ្មែរយើងច្រើនណាស់ហើយយើងនៅត្រូវច្នៃរឿងដូងនេះវិស័យដូងនេះក្រៅពីដូងក្អូបនេះគឺយើងអាចដាំដូងកប៉ាល់ខ្ញុំនឹងចុះធ្វើវីដេអូបើឲ្យអ្នកទាំងអស់គ្នាមើលចការដូងកប៉ាល់មួយប្រហែលជា200ហិកតាយកខ្ទិះគេដាំដើម្បីផលិតខ្ទិះដូងកំប៉ុងឃើញទេបើអូយឱកាសច្រើនណាស់ដែលយើងរកពីដំណាំថ្មីនេះដូងដាំយូរហើយប៉ុន្តែវាជាដំណាំថ្មីដែលយើងកំពុងតែបរិច្ច្រើនដំណាំថ្មីទី4ចុងក្រោយគឺទុរេនយើងចាប់ផ្ដើមនាំចេញទៅប្រទេសចិនហើយបាទអញ្ចឹងចង់ទេខ្មែរយើងនឹងលិចមុខមាត់ខាងទុរេនដោយសារទុរេនខ្មែរយើងដាំបានល្អជាងគេហ្មងឆ្ងាញ់ហើយគេចង់តែញ៉ាំតែទុរេនយើងទេដោយសារដីយើងវាល្អហើយយើងប្រើជីធម្មជាតិអញ្ចឹងណានិយាយរួមយើងប្រើជីថ្នាំក៏វាតិចដែរយើងនៅតិចជាងគេទេគេប្រើមួយកប់ហ្មងហើយនៅម៉ាឡេគ្រាន់តែមួយឆ្នាំ 1.5 ringgit លក់ទុរេនណា 1.5 ringgit នេះជាតួលេខមួយដែលជាកម្លាំងចិត្តមួយទៅដល់បងប្អូនដែលកំពុងតែដាំទុរេនសូមតោះនេះខំប្រឹងថែមធ្វើបែបណាឲ្យផ្លែច្រើនធ្វើបែបណាឲ្យទុរេនខ្មែរមានគុណភាពធ្វើបែបណាឲ្យយើងបកកែទាំងពូជយើងបកកែទាំងផលិតទុរេនឲ្យបានច្រើនដំណាំទាំង4នេះហើយដែលនឹងធ្វើឲ្យខ្មែរយើងទទួលបានចំណូលច្រើនហើយយ៉ាងណាដំណាំទាំង4នេះគឺត្រូវការដីច្រើនទាំងអស់គ្នាដែលមានដីធំសូមតោះគ្នានាំគ្នាគិតអភិវឌ្ឍទាំងបច្ចេកទេសទាំងគម្រោងអាជីវកម្មតោះគ្នាត្រូវចេះធ្វើគម្រោងអាជីវកម្មដើម្បីឲ្យយើងមានទុនគ្រប់គ្រាន់មានបច្ចេកទេសគ្រប់គ្រាន់មានមនុស្សគ្រប់គ្រាន់ដើម្បីធ្វើការងារនឹងតោះគ្នាត្រូវចេះធ្វើគម្រោងអាជីវកម្មហើយធ្វើកសិកម្មបែបទំនើបចេះថែទាំបែបទំនើបចេះប្រើបច្ចេកវិទ្យាឲ្យខ្លាំងប្រើបច្ចេកវិទ្យាឲ្យវាបានច្រើនមុខដំណាំមួយគឺត្រូវការបច្ចេកវិទ្យាខ្លាំងប្រើដ្រូនដើម្បីឲ្យវាលឿនប្រើដ្រូនដើម្បីឲ្យវាសន្សំកម្លាំងពលកម្មប្រើដ្រូនដើម្បីឲ្យយើងសន្សំវត្ថុធាតុដើមបានសន្សំជីថ្នាំអីផ្សេងធាតុចូលហ្នឹងគឺដ្រូនអាចជួយអ្នកទាំងអស់គ្នាបានហើយសម្រាប់បងប្អូនដែលស្រឡាញ់ដ្រូនត្រូវការដ្រូនទាំងអស់គ្នាអាចតាក់ទងទៅដ្រូន DJI នៅ PLC បាទជាក្រុមហ៊ុនមួយដែលកំពុងតែឈានមុខគេមួយនៅក្នុងការផ្គត់ផ្គង់ដ្រូនបាទ DJI នៅស្រុកខ្មែរផងដែរក្រុមហ៊ុន PLC ជាក្រុមហ៊ុននាំចូលដ្រូនកសិកម្ម DJI មុនដំបូងគេបង្អស់នៅប្រទេសកម្ពុជាហើយបងប្អូនចង់ទិញដ្រូនសម្រាប់ចម្ការឬក៏ធ្វើកសិកម្មផ្សេងៗទាំងអស់នេះអាចតាក់ទងជាមួយនឹង PLC បានតាម Telegram 081 40 00 06